ពេលខ្ញុំអំរបែរបស់ខ្ញុំរួចខ្ញុំក៏បានយកឲ្យធ្វើមួយចំនួនទៅក្នុងបែរបស់ខ្ញុំរួចរាល់ខ្ញុំក៏បាន check មកក្នុង chat របស់ខ្ញុំហើយបន្ទាប់មកខ្ញុំក៏បានចេញដំណើរទៅរកពួកគេសារជាថ្មីម្ដងទៀតកាត់មកដល់កន្លែងនេះខ្ញុំក៏បានឃើញពួកគេនិយាយថាអាចចុយម្រាយសុំសងសឹកហើយពួកគេពិតជាឆ្លើយមែនតើហើយខ្ញុំក៏បានថាអូខេមកតមកខ្ញុំក៏បានសេនកអ៊ីនធឺណិតទៅឲ្យពួកគេបន្ទាប់ពីចាំពួកគេអស់រយៈពេល15នាទីមកខ្ញុំក៏បានឃើញពួកគេមកដល់ហើយប៉ុន្តែលើកនេះគេមកទៅគ្នាតែ2នាទីប៉ុន្តែពួកគេសាក់ហ្វូនចរាយហើយពេលដែលពួកគេមកដល់ខ្ញុំព្រៀងពួកគេមិននិយាយអីទេពួកគេក៏បានវាយខ្ញុំទៅម្ដងហើយខ្ញុំក៏បន្ទុកយូរដែរខ្ញុំក៏បានតដៃគេព្រៀងប៉ុន្តែមិនដឹងពីចង្រៃស្អីខ្ញុំនិងពួកគេក៏ព្រិចយកធុងទឹកមកដូចគ្នាអញ្ចឹងហើយធ្វើឲ្យការរយើងបាយគ្នាលើកនេះគឺរឿងពិបាកដៃបន្តិចព្រោះអីយកមានធុងទឹកក្នុងការចាក់ចេញពីទំនាក់ទំនងពុញទៀងបើចាក់មានធុងទឹកក៏វាអត់ងាយចេញស៊ូនៅពេលណាតើយើងគប់អេនភីចេញមកដល់កន្លែងនេះខ្ញុំក៏បានស្គាល់ពួកគេតើហេតុអ្វីស្វើកំពុងតែក្រទៅធំហើយពួកគេកាន់ទៅធំបាយខ្ញុំឡើងងាយស្រួលតែម្ដងចំណែកឯខ្ញុំវិញត្រឹមតែលេងស៊ីឡាប៉ុណ្ណោះមកដល់កន្លែងនេះខ្ញុំក៏សម្រេចចិត្តថាដកម៉ែរបស់ខ្ញុំប្រើព្រោះអីខ្ញុំដឹងទុកមុនថាបើខ្ញុំមិនប្រើម៉ែខ្ញុំនឹងពិបាកបាយពួកគេណាហើយខ្ញុំក៏បានជឿគ្នាគេអស់ម្នាក់ដល់មកខ្ញុំក៏បានទៅលូតអីត្រឹមគ្នាគេទៅបន្ទាប់ពីខ្ញុំបានខៀលគ្នាគេងាប់អស់ម្នាក់មកធ្វើឲ្យខ្ញុំស្រួលវាយគ្នាជាមួយនឹងអាប៉ែមួយនេះខ្លាំងមែនតើតាមខ្ញុំមើលអាប៉ែនេះគឺវាវាយរៀងល្អដែរប៉ុន្តែតោះតែមួយគឺវាអត់ចេះលេងសៀលដូចខ្ញុំកន្លែងនេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍ឃើញគេមានសៀលដែរតែហេតុអ្វីបានគេអត់ជួយទៅប្រើដើម្បីវាយមួយខ្ញុំមកដល់ពេលនេះរយៈពេល1ម៉ោងកន្លះហើយពួកយើងនៅតែអត់ដឹងទៅរកអាចឈ្នះអាចចាញ់ទេហើយខ្ញុំក៏រៀងអស់ដៃយូរដែរប៉ុន្តែខ្ញុំមិនចង់ចាញ់គេទាំងនេះនោះទេ
ដល់កន្លែងនេះអាម៉គេចិត្តបាក់ប៉ុន្តែខ្ញុំមិនអោយគេភៀរអាម៉គេដែលងាយស្រួលទេខ្ញុំនឹងតាមវាយគេទៅក្រោយមិនអោយគេភៀរអាម៉គេទៅវិញទេបើមិនជាខ្ញុំបើកដៃឲ្យគេភៀរអាម៉បានណាខ្ញុំនឹងត្រូវចាញ់ទេចឹងហើយទៅខ្ញុំមិនបើកដៃគេភៀរអាម៉ទេខ្ញុំក៏បានវាយគេជួយតែម្ដងកាត់មកដល់កន្លែងនេះខ្ញុំមើលទៅគេទោះបីជាគេចិត្តបាច់អាម៉យ៉ាងណាក៏គេមិនចោះចាញ់ខ្ញុំនៅងាយស្រួលដែរហើយគេទៅដៃគេក៏ល្អខ្លាំងជាងខ្ញុំដែរប៉ុន្តែមិនធ្វើទេខ្ញុំនៅតែអាចជួយឈ្នះគេបានព្រោះភាគរយដែលខ្ញុំឈ្នះគេច្រើនខ្ញុំតាមវាយគេអត់ឲ្យដាច់មួយដាវនោះទេហើយនេះជាឱកាសល្អរបស់ខ្ញុំអីអាម៉ចិត្តបាក់ចឹងហើយខ្ញុំនឹងតាមវាយគេរហូតមិនឲ្យគេរត់រួចនោះទេកាត់មកដល់កន្លែងនេះគេក៏បានបែកមុខចឹងហើយធ្វើឲ្យខ្ញុំមានភាគរយឈ្នះគេច្រើនខ្លាំងមែនទែនដូចខ្ញុំនិយាយចឹងទោះបីជាគេបែកមុខឬមួយក៏ចិត្តបែកអាម៉យ៉ាងណាក៏គេមិនចោះចាញ់ខ្ញុំដោយងាយនឹងស្រួលដែរខ្ញុំបាននិយាយជាមួយ player រាប់អើយអ្នកខ្លីៗទៀតមកហើយប៉ុន្តែខ្ញុំមិនដែលឃើញ player មួយណាដែលអាចសុំត្រង់នឹងវាយខ្ញុំដល់បាក់អាម៉បែកអីដល់ថ្នាក់នេះដូចជាប្រូម្នាក់ហ្នឹងទេហើយដល់កន្លែងនេះជាឱកាសល្អរបស់ខ្ញុំឃើញរឿងឡូជាងឯងខ្ញុំក៏បានវាយយួរដើម្បីសម្រាប់គាត់តែម្ដងដល់កន្លែងនេះខ្ញុំក៏បានដកម៉េះមកដងក្បាលគេហើយសម្រាប់គេបានសម្រេចហើយខ្ញុំក៏បានឬអាចធ្វើមួយចំនួនដើម្បីយកទៅបែររបស់ខ្ញុំពេលខ្ញុំលើអាចធ្វើគេរួចខ្ញុំក៏បានត្រឡប់ទៅបែររបស់ខ្ញុំវិញបន្ទាប់ពីដើរអស់រយៈពេលយូរមកខ្ញុំក៏បានតាមដល់បែររបស់ខ្ញុំវិញអញ្ចឹងខ្ញុំនឹងយកអាម៉ពួកគេដើម្បីយកមកទុកប្រើនៅពេលក្រោយ